សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំនាំ Aili ទៅដើរលេងទៀតតែឆ្លៀតពេលថ្ងៃបុណ្យសម្រាប់អញ្ចឹងទៅក៏នាំកូនដើរលេងហើយខ្លួនឯងនេះក៏បាន relax ខ្លះអញ្ចឹងណាក្រោយពីធ្វើការហត់មែនតើអ្នកទាំងអស់គ្នាការងារគឺច្រើនស្ទើររាល់ថ្ងៃមានពេលសម្រាប់ដកដង្ហើមទេរវល់ដឹងនិយាយថាមិនទេអញ្ចឹងទៅឥឡូវនេះគឺឆ្លៀតពេលទៅនេះគឺមកសាក់ថ្មឲ្យជីវិតខ្លះហើយពួកខ្ញុំទេនៅជីផាតនេះមកយប់ដោយសារតែខែនេះយើងទៅលេងតំបន់ភ្នំគឺទេសភាពស្អាតមែនតើបងប្អូនទាំងអស់គ្នាហើយខ្ញុំបានមកលេងនៅឯនុសាឡាវញៀននៅនេះគឺគេមានជាហាងកាហ្វេកន្លែងញ៉ាំបាយនិងផ្ទះស្នាក់ឯកជនដែរនៅមុខផ្ទះហ្នឹងគឺមានអាងហែលទឹកផ្ទាល់ខ្លួនទៀតអ្នកនរគ្នាហើយទេសភាពវិញគឺមិនបាច់និយាយដូចបងឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងស្អាតមែនតើហ្មងណាហើយខ្ញុំមួយកូនបើឃើញកន្លែងស្អាតអញ្ចឹងហើយគឺចាំការទៀតត្រូវតែថត review ចែកបងប្អូនទាំងអស់គ្នាឲ្យបានឃើញដែរហើយនេះកូនខ្ញុំច្អល់លេចច្អល់កើតហ្នឹងគឺមិនមែនធម្មជាតិទេគឺម៉ែប្រាប់ឲ្យសម្ដែងថាកូននោះកន្លែងធ្វើច្អល់ថាឃើញត្រីឃើញអីចឹងណាប៉ុន្តែកន្លែងនេះបានបើកសលេងឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ទេខ្ញុំភាគច្រើនខ្ញុំធ្វើវីដេអូគឺចូលចិត្តបញ្ចូលសលេងជាងពួកខ្ញុំគឺដើរលេងមកជុំវិញរីសតហ្នឹងហ្មងអ្នកទាំងអស់គ្នាហើយសបោប្លង់ថតរូបច្រើនមែនតើនិយាយទៅសម្រាប់អ្នកដែលចូលចិត្តដើរលេងថតរូបអីត្រូវទៀតអ្នកទាំងអស់គ្នាព្រោះអីប្លង់ណាក៏អាចថតរូបបានស្អាតដែរអញ្ចឹងឥឡូវនេះដើររៀងហប់ដែរអញ្ចឹងទៅក៏អង្គុយសម្រាប់តិចទៅបើកូនបើខ្ញុំវិញហ្នឹងគឺថាអត់ចង់អង្គុយទេរហូតតែងើបដើរទេព្រោះក្មេងៗដឹងស្រាប់អីឲ្យគាត់នៅមកកន្លែងអង្គុយស្ងៀមគាត់មិនសឹកចិត្តមកដល់កន្លែងដើរលេងចេះហើយអញ្ចឹងហើយម៉ែជូនតាមសំណងពគឺនាំកូនដើរទៅមុខបន្តទៀតឥឡូវនេះពួកខ្ញុំបានមកដល់ហាងកាហ្វេអ្នកទាំងអស់គ្នាក៏ឆ្លៀតថតរូបអីនៅកន្លែងនេះលេងតិចទៅរួចហើយក៏កំងកាហ្វេញ៉ាំអញ្ចឹងណាមុននឹងបន្តតាណាទៅកន្លែងមួយទៀតហើយសម្រាប់កាហ្វេនៅហាងគាត់គឺមានរសជាតិឆ្ងាញ់អ្នកទាំងអស់គ្នាអាចទៅសាកបានណាអញ្ចឹងឥឡូវនេះគឺពួកខ្ញុំបន្តតាណាទៅលេងនៅទឹកធ្លាក់អូម៉ាឡូអ្នកទាំងអស់គ្នាហើយមើលទេសភាពនៅតាមផ្លូវថ្ងៃនេះគឺមេឃរៀងស្លាស់ដែរបើម្សិលមិញពេលខ្ញុំមកដល់គឺភ្លៀងអញ្ចឹងអត់បានទៅណាអ្នកទាំងអស់គ្នាកុំអីត្រូវមានវីដេអូច្រើនជាងនឹងទៀតតែដោយសារតែមេឃភ្លៀងពួកខ្ញុំក៏អត់ចង់ចេញទៅណាឆ្ងាយក៏នៅអង្គុយញ៉ាំបាយនៅកន្លែងចិត្តកន្លែងគេងហ្នឹងក៏គេមានជាកញ្ចុះហើយនឹងទឹកធ្លាក់ដែរទេសភាពក៏ស្អាតដែរកន្លែងខ្ញុំទៅញ៉ាំបាយហ្នឹងណាប៉ុន្តែដោយសារតែម្សិលមិញហ្នឹងវារោគរាក់ពេកមេឃភ្លៀងផងអីហងហើយខ្ញុំរៀងអត់សូវស្រួលខ្លួនផងអញ្ចឹងទៅក៏អត់បានថតវីដេអូទុកឲ្យបងប្អូនមើលដែរអញ្ចឹងឥឡូវនេះគឺយើងបានមកដល់ទឹកធ្លាក់អូម៉ាឡូហើយអ្នកទាំងអស់គ្នាហើយសម្រាប់តម្លៃចូលគឺម្នាក់3000ណាគឺគេគិតជាចំនួនមនុស្សហ្មងអញ្ចឹងពួកខ្ញុំមកដល់ហើយក៏រៀបចំចោះទៅខាងក្រោមហ្មងដោយសារតែទឹកធ្លាក់ហ្នឹងគឺនៅខាងក្រោមអ្នកទាំងអស់គ្នាហើយទេសភាពស្អាតណាដូចនិយាយទៅយើងមកដល់នេះដូចនៅពិភពមួយផ្សេងទៀតចឹងទឹកធ្លាក់នេះខ្ញុំតែមកលើកទី1ដែរដោយសារតែគេតែធ្វើផ្លូវអីឡានបានចូលលើមុនដូចជាផ្លូវទូចចូលបានតែម៉ូតូអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះក្រោយពីគេធ្វើផ្លូវហើយស្អាតអាចឡានទីចូលមកស្រួលហើយគឺខ្ញុំបានមកលេងដល់នេះហ្មងអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចមើលនៅក្នុងវីដេអូនេះបានណាស្អាតមែនតើហើយឥឡូវនេះគឺខ្ញុំទៅថតកន្លែងនេះឲ្យអ្នកទាំងអស់គ្នាមើលពួកអីភាគច្រើនអ្នកដែលគាត់មកលេងនៅហ្នឹងគឺគាត់ឆថតនៅកន្លែងទឹកធ្លាក់នេះហ្មងដោយសារតែថ្ងៃនេះទឹកវារៀងស្ទើរដែរព្រោះម្ដងគឺទឹកច្រើនជាងហ្នឹងទៀតណាឡងពេញហូរធ្លាក់ឡងពេញហ្នឹងហ្មងហើយពីពួកខ្ញុំលេងនៅនេះហើយក៏ត្រូវបន្តតាណាទៅមុខទៀតហើយព្រោះខ្ញុំមានកម្រងចង់ទៅលេងចកាត្រែនហើយចង់ទិញត្រែនញ៉ាំអ្នកទាំងអស់គ្នាឥឡូវនេះគឺបានមកដល់កន្លែងចកាត្រែនគេឲ្យផ្លែឡងពេញដើមណានេះគឺលើកទី1របស់ខ្ញុំឯងដែលបានចូលមកលេងចកាត្រែនណាដោយសារតែរាល់ដងគឺធ្លាប់តែជីកកាត់ទេមិនដែលបានចូលចកាត្រែនទេហើយខ្ញុំពិតជាចង់ចូលមកលេងចកាត្រែនឃើញផ្លែត្រែននៅលើដើមអញ្ចឹងផ្ទាល់ហ្មងដោយសារតែខ្ញុំគឺចូលចិត្តញ៉ាំត្រែនខ្លាំងមែនតើដោយតែបងប្អូនទាំងអស់គ្នាដែរអញ្ចឹងហើយបានឃើញចកាត្រែនចាស់ទៀតអ្នកចាំការទៀតគឺថាទិញត្រែនញ៉ាំតែម្ដងហើយប្រភេទទឹកដោះគោខ្ទិះនេះឆ្ងាញ់ខ្លាំងណាស់បងប្អូនទាំងអស់គ្នាពិសេសហើយយើងទិញអាបកភ្លាមអញ្ចឹងញ៉ាំមកគឺឆ្ងាញ់ទាប់ចិត្តហ្មងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូដើរលេងក្រោយទៀតណាបាយបាយបងប្អូនទាំងអស់គ្នា